សួស្តីអ្នកគ្នាចូលជាមួយមីននៅភេទទី24នេះណាបើសិនអ្នកគ្នាចង់ដឹងថាសាច់រឿងហ្នឹងនឹងទៅជាយ៉ាងណាតទៅតាមដានជាមួយមីនទាំងអស់គ្នាប៉ុន្តែមកនឹងចូលដល់ការសម្រាប់រឿងណាអ្នកគ្នាកុំភ្លេចចុច subscribe ឲ្យមីនម្នាក់មួយមកណាហើយក៏សង្ឃឹមថាអ្នកទាំងអស់គ្នានឹងទៅជួយចុច follow page របស់មីនម្នាក់មួយមកណាសាច់រឿងក៏កម្មមកដល់នៅពេលយប់វិញម្ដងសែយន់យើងហ៊ានបញ្ចូលគេហ្នឹងក៏មានអ្នកមកគោទ្វារបន្ទោរបស់នាងហើយអ្នកដែលគោទ្វារហ្នឹងគឺជាឈីលៀនយើងនឹងឯងគាត់តែឃើញឈីលៀនភ្លាមសែយន់យើងក៏រៀងភ្ញាក់ផ្អើលដែរហើយក៏សួរទៅលោកមកទីនេះធ្វើអីសែយន់ក៏បានបិទទ្វាររបស់នាងប៉ុន្តែឈីលៀនក៏បានទាញទ្វារហ្នឹងបើកមកវិញហើយក៏ដើរចូលបន្ទប់របស់សែយន់ដោយប្រាប់ទៅគេបានយករបស់ញ៉ាំឲ្យនាងសែយន់ក៏ប្រាប់ឈីលៀនឲ្យឆាប់យករបស់ញ៉ាំហ្នឹងចេញទៅដោយសារសែយន់គេមិនចង់ញ៉ាំរបស់ឈីលៀនធ្វើហ្នឹងទេប៉ុន្តែឈីលៀនក៏បានប្រាប់ទៅវិញទៅទោះបីជានាងមិនចង់ញ៉ាំវាក៏ដោយកុំភ្លេចថារាងកាយរបស់នាងក៏ត្រូវការបំពន់វាដែរហើយមិនបាច់ចាំឲ្យខ្ញុំនិយាយពាក្យដដែលទេហើយពេលនោះឈីលៀនក៏បានចាប់បង្ខំឲ្យសែយន់អង្គុយចូលញ៉ាំអាហាររបស់គេអ្នកទាំងអស់គ្នាសាកគិតមើលតើសែយន់យើងគេញ៉ាំមកនិយាយថាទម្រាំដែលបានញ៉ាំហ្នឹងគឺអង្គុយស្លក់គ្នាទៅវិញទៅមកឡើងមកស្ទូងហ្មងអ្នកទាំងអស់គ្នាសែយន់យើងវិញគេក៏រៀងឌឺដែរដល់ញ៉ាំបដាគេសម្លក់ដាក់ឈីលៀនយើងបដាហើយធ្វើឲ្យឈីលៀនគេនឹកឃើញសែយន់ពីមុននៅពេលដែលខឹងនរណាគេម្នាក់គេសុខចិត្តបង្អត់អាហារខ្លួនឯងហើយនៅពេលដែលព្រមញ៉ាំក៏ញ៉ាំទាំងខឹងចឹងដែរដោយសែយន់នៅពេលនេះអញ្ចឹងហើយក៏ធ្វើឲ្យឈីលៀនគេឆ្ងល់ថាហេតុអីបានជាពួកគេទាំងពីរមានចរិតរឹងរូសដូចគ្នាម៉េចសែយន់ក៏មើលមុខឈីលៀនហើយក៏សួរទៅមើលឲ្យច្បាស់តើលោកកំពុងធ្វើល្អដល់ណាគេឈីលៀនវិញគេក៏មាននិយាយដែរដោយបើសែយន់យើងឲ្យញ៉ាំតទៀតទៅដោយសារសែយន់យើងគេពិតជាស្អប់ឈីលៀនខ្លាំងហើយគេក៏មិនចង់ធ្វើតាមសម្ដីរបស់ឈីលៀនដែរពេលនេះសែយន់ក៏បានកវែងបបរដែលនាងកំពុងញ៉ាំហ្នឹងចោលមួយទំហឹងហ្មងហើយក៏សម្លឹងទៅកាន់ឈីលៀនទាំងកំផឹងហ្មងទាំងអស់គ្នាឈីលៀនក៏បានប្រាប់ទៅល្អវាជាការជឿរបស់នាងឯងហើយក៏បានចាប់ទាញដៃរបស់សែយន់នាងក៏បានចាប់ទាញដៃរបស់ឈីលៀនចេញដោយប្រាប់ថាលែងនាងទៅក៏មកប៉ះនាងហើយលោកក៏ទៅពិស្ដីឲ្យខ្ញុំហើយលោកមានដៃគិតថារកដំណោះស្រាយអត់លោកក៏ដឹងរួចច្បាស់ពីការឆ្លងពេលវេលានឹងដែរហើយវាមិនជាកំហុសរបស់ខ្ញុំទេសែយន់យើងពិតជាខឹងខ្លាំងមែនតើដោយសារតែឈីលៀនគេទម្លាក់កំហុសមកលើសែយន់យើងទាំងស្រុងហ្មងស្រាប់តែពេលនោះយាយរបស់សែយន់ក៏បានខំមករកឈីលៀនហើយពេលនោះសែយន់ក៏បានចូលបន្ទប់របស់នាងទៅបន្ទាប់មកឈីលៀនក៏បានមកគោទ្វាររបស់សែយន់ដល់ប្រាប់ទៅយាយរបស់ចាងសែយន់គឺគាត់ឈឺធ្ងន់ណាស់ហើយគេត្រូវការសាច់ញាតិទៅមើលនៅមន្ទីរពេទ្យតែជាសំណាងល្អគាត់ទៅបានគេសង្គ្រោះទាន់ហើយនាងអាចខកតែលេងគាត់បន្តិចបានអត់ចាត់ទុកថាវាជាការលងលំមនុស្សចាស់ទៅសែយន់ក៏បានតទៅវិញទៅឲ្យខ្ញុំមកទៅលងគាត់ហើយអ្នកគេជាអ្នកលងខ្ញុំឈីលៀនគេក៏ដល់ដង្ហើមធំហើយក៏ប្រាប់នាងពីរឿងរ៉ាវរបស់សែយន់នាងពិតជាខំធ្វើការដើម្បីរកលុយបង់ថ្លៃព្យាបាលឲ្យលោកយាយរបស់នាងហើយគេគឺមិនចង់ឃើញការប្រឹងប្រែងរបស់នាងជាច្រើនឆ្នាំត្រូវបញ្ចប់ដោយការសោកស្ដាយមួយនេះទេហើយវាជាសំណុំពររបស់ខ្ញុំតែនាងអាចធ្វើជំនួសសែយន់បានអត់សែយន់ក៏បានប្រាប់ទៅវិញទៅគឺមិនអាចទេដោយសារតែនាងមិនដែលជួបលោកយាយរបស់គេហើយក៏មិនដែលធ្លាប់ទទួលបានក្តីស្រឡាញ់អីដែរហើយខ្ញុំក៏មិនដឹងថាតើធ្វើមកជាមួយគាត់ដែរអញ្ចឹងហើយខ្ញុំមិនអាចជួយបានទេហើយណាមួយខ្ញុំជាក្មេងស្រីម្នាក់ដែលធំឡើងតែឯងសូម្បីតែបងដែររបស់ខ្ញុំក៏មិនដែលខ្វល់ពីខ្ញុំដែរពេលដែលស្ដាប់លើចឹងហើយធ្វើឈីលៀនគេនឹកឃើញការពីនៅក្មេងគេក៏អញ្ចឹងដែរនៅពេលដែលត្រឡប់មកពីសាលាវិញគេក៏បានសាយប្រាប់ថាគេត្រឡប់មកវិញហើយប៉ុន្តែមើលទៅដូចជាគ្មានអ្នកគេឆ្លើយតបនឹងគេសោះហើយកន្លែងដែលឈីលៀនអង្គុយលេងគឺនៅលើដើមឈើអង្គុយញ៉ាំនំរហូតដល់ធំក៏វាជាកន្លែងដែលឈីលៀននៅតែចូលចិត្តដែរចឹងហើយឈីលៀនគេក៏មិនហ៊ានបង្ខំសាយន់យើងដែរដោយសារតែគេយកពីអារម្មណ៍មួយនឹងនៅពេលដែលឈីលៀនកំពុងតែអង្គុយកើតសាយន់ក៏បានបើកទ្វារឈីលៀនក៏បានប្រាប់ទៅគេយកពីអារម្មណ៍មួយនឹងច្បាស់គេក៏មិនខំឲ្យសាយន់យើងជួយដែរប៉ុន្តែសង្ឃឹមថាសាយន់យើងនឹងគិតវាម្ដងទៀតតើសាយន់យើងយកប្រូម៉ូតមើលទៅមុខសាយន់ក៏ដឹងថាយកប្រូម៉ៃនៅទាំងអស់គ្នាសាយន់យើងក៏បានខទៅលេងលោកយាយគ្រាន់តែដឹងថាវាជាសម្លេងរបស់សាយន់លោកយាយពិតជាសប្បាយចិត្តមែនតើដោយសារតែគាត់ខាននិយាយជាមួយនឹងចាស់ស្រីរបស់គាត់ជាយូរមកហើយរួចក៏សួរទៅតែសុខសប្បាយអត់សាយន់យើងគេបានប្រាប់លោកយាយថាខ្ញុំនៅទីនេះគឺសុខសប្បាយទេលោកយាយកុំបារម្ភពីខ្ញុំអីគាត់ក៏សួរទៅតែប្រាស្រ័យមែនហេតុអីបានជាសម្លេងរបស់រៀងស្អកម៉េចមានញ៉ាំបាយទៀងទាត់ដល់ហើយកុំសូវញ៉ាំអាហារដែលនៅខាងក្រៅច្រើនពេកត្រូវគេឲ្យបានគ្រប់គ្រាន់ហើយក៏បន្ថយគ្រឿងសង្វឹងខ្លះហើយមែនហើយកុំភ្លេចពាក់អាវឲ្យក្រាស់ៗផងព្រោះឥឡូវវាត្រជាក់តែយល់នៅហើយត្រូវចេះមើលថែខ្លួនឯងសោះយន់យើងមើលទៅក៏រៀងអួតដាំកដែរហើយក៏សួរទៅតើឥឡូវហ្នឹងសុខភាពរបស់យាយយ៉ាងម៉េចហើយបានធូរខ្លះនៅលោកយាយក៏ប្រាប់ទៅថាគាត់មិនអីទេប៉ុន្តែគាត់បារម្ភពីចៅស្រីរបស់គាត់ជាងសោះយណាយាយស្គាល់ឯងច្បាស់ហើយឯងជាមនុស្សម្នាក់ចូលចិត្តប្រកួតប្រជែងហើយពិតជារឹងរូសមែនតែនហើយយាយក៏បានប្រាប់ឯងចាដងហើយប៉ុន្តែឯងមិនស្ដាប់យាយទេហើយបើសិនបើឯងលែងចង់ធ្វើការងារនឹងទៀតឯងត្រឡប់មកផ្ទះរបស់យើងវិញមកហើយទោះបីជាមានរឿងអីឯងផ្លាស់ប្ដូរយ៉ាងម៉េចក៏ដោយក៏ឯងនៅតែជាចៅស្រីជាទីស្រឡាញ់របស់យាយដែរត្រូវចាំថាយាយគឺតែនៅឈរខាងឯងជានិច្ចគាត់ទៅលើបែបហ្នឹងហើយធ្វើឲ្យសោះយន់យើងមានអារម្មណ៍ថានិយាយចង់ចាញ់ទេនៅទាំងអស់គ្នាសោះយន់ក៏បានប្រាប់ទៅវិញទៅលោកយាយតែមើលថែខ្លួនឯងផងហើយនៅពេលសោះយន់
ណាយកទូរស័ព្ទមកឲ្យឈីលៀនវិញឈីលៀនណាគេក៏ប្រាប់ទៅឥឡូវហ្នឹងគេកំពុងតែរកវិធីដើម្បីនាំសើយ័នណាត្រឡប់ទៅវិញប៉ុន្តែវាតែការពេលបន្តិចដូច្នេះខ្ញុំខ្លាចថានាងបានត្រៀមខ្លួនថានឹងនៅទីនេះហើយយូរឯណាមួយនៅទីនេះគឺនាងមានតែលោកយាយចាំប៉ុណ្ណោះដែលនាងស្គាល់សើយ័នក៏បាត់ទៅវិញទៅថាមិនអីទេឈីលៀនពេលសើយ័នយើងកុំឲ្យស្ត្រេសនឹងការប្រឡងជួយនាងស្តាលីនឹងពេកហើយក៏មិនបាច់ធ្វើឲ្យខ្លួនឯងពិបាកខ្លាំងពេកដែរសើយ័នក៏បាត់ទៅវិញទៅថាគេធ្វើហ្នឹងគឺមិនមែនដើម្បីឈីលៀនឬក៏សើយ័នប៉ុណ្ណោះទេគឺគេគ្រាន់តែចង់ពង្រឹងសមត្ថភាពខ្លួនឯងតែប៉ុណ្ណោះនិយាយរួចសើយ័នក៏ចូលបន្ទប់របស់នាងវិញទៅតើឥឡូវយើងកាន់តែមើលនៅពេលដែលសើយ័នមកអនុវត្តការងារនឹងបន្តទៀតហ្វឹងឈួរបានដើរមកហើយក៏សួរទៅហេតុអីបានចែកនៅទីនេះតែឯងបានធ្វើឲ្យមែនសើយ័នក៏ប្រាប់ទៅខ្ញុំបានធ្វើឲ្យតកែខ្ញុំក៏នៅចង់អនុវត្តវាបានច្រើនតែប៉ុណ្ណោះហ្វឹងឈួរក៏បានប្រាប់ទៅប៉ុន្តែឯងក៏មកធ្វើនៅថ្ងៃនឹងដែរព្រោះឯងក៏ដល់ម៉ោងដែលយើងចិត្តបាត់ដែរហ្វឹងឈួរមើលទៅមុខសើយ័នពិតជាចង់ធ្វើវាហើយគេក៏បានឲ្យសើយ័នយើងធ្វើវាបន្តទៀតទៅតើឥឡូវយើងមកមើលពីសកម្មភាពដែលសើយ័នគេខំប្រឹងប្រែងប៉ុណ្ណាដោយសើយ័នយើងគឺគេឈោមមើលពីរបៀបនៃការកត់សក់ហើយក៏កត់ត្រាទុកហើយនៅពេលដែលមានចម្ងល់នាងក៏សួរទៅកាន់មេជាងរួចហើយក៏មកអនុវត្តខ្លួនឯងបន្ថែមទៀតតើឥឡូវយើងក៏មកមើលឈីលៀនហើយនឹងហ្វឹងឈួរវិញម្ដងហើយហ្វឹងឈួរក៏សួរទៅការប្រឡងគឺនៅថ្ងៃស្អែកហ្នឹងហើយសើយ័នគេពិតជាខំប្រឹងខ្លាំងតែមកអត់ឈីលៀនក៏តទៅវិញថាគេបានទៅទេមានតែឯម្នាក់ក៏បានដែរហ្វឹងឈួរក៏និយាយទៅថ្មីនេះឯងពិតជាចម្លែកមែនតើដោយសារការពីមុនអីឯងឧស្សាហ៍មកហាងសាឡនរបស់យើងប៉ុន្តែឥឡូវវិញតែឯងកាន់ទៅហាងសាឡនយើងប៉ុណ្ណាហើយឯងតែមកដើម្បីគ្រប់គ្រងនាងនិងលើកទឹកចិត្តនាងខ្លះឈីលៀនក៏តទៅវិញទៅនាងប្រហែលជាមិនចង់ឃើញខ្ញុំទេហ្វឹងឈួរក៏បាននិយាយទៅឯងពិតជារឹងមែនបើសិនមកនាងចង់ជួបមុខឯងគ្រាន់តែធ្វើមុខក្រាស់បន្តិចហើយទៅជួបនាងទៅណាឈីលៀនវិញគេក៏មានបាននិយាយដែរហើយកម្មវិធីនៅថ្ងៃស្អែកក៏បានមកដល់ពេលនោះហ្វឹងឈួរក៏បានដើរមកដល់ប្រាប់ពួកគេថាខ្ញុំទៅទទួលបានមេសេចមួយពីទីសហការកណ្ដាលរបស់យើងដោយយើងនឹងផ្លាស់ប្ដូរការវាយតម្លៃលើការប្រឡងមួយនេះហើយមានតែអ្នកទទួលបានបន្ទុកខ្ពស់បំផុតទើបអាចប្រម៉ូទឡើងដោយយើងនឹងបែងចែកចេញជាពីរផ្នែកទី1ចំណេះដឹងផ្នែកទ្រឹស្ដីនិងទី2អនុវត្តជាក់ស្ដែងបន្ទាប់មកហ្វឹងឈួរក៏បានដើរចែកកណ្ដាលប្រឡងមួយនឹងទៅកាន់ពួកគេទាំង4ហើយគណៈពេលនោះឈីលៀនក៏ចូលរួមធ្វើជាគណៈកម្មការក្នុងការប្រឡងមួយនឹងដែរសើយ័នក៏ឃើញឈីលៀនចូលរួមដែរប៉ុន្តែនាងអត់ខ្វល់ទេហើយក៏ចាប់ផ្ដើមការប្រឡងរបស់នាងទៅហើយគណៈពេលប្រឡងហ្នឹងខែឃើញថាសើយ័នយើងពិតជា focus ទៅលើការប្រឡងហ្នឹងមែនតើចំណែកខែវិញមើលទៅមុខដូចជាសង្ឃឹមដល់ហើយដោយសារតែនាងធ្វើវិញ្ញាសានឹងហើយមុនគេនៅពេលដែលប្រកាសលទ្ធផលអ្នកដែលបានបន្ទុកខ្ពស់ជាងគេគឺមានតែខែហើយនឹងសើយ័នយើងនឹងឯងដោយសារតែពីរអ្នកហ្នឹងគឺប្រឡងបានបន្ទុកពេញដូចគ្នាណែហើយវិញនាងគិតថាសើយ័នយើងមិនអាចធ្វើបានបន្ទុកល្អចឹងទេខ្ញុំមានការបន្លំនៅក្នុងពេលធ្វើតែហ្នឹងហ្វឹងឈួរក៏តទៅវិញទៅវាមិនសមហេតុផលទេចុះនៅពេលដែលនាងប្រឡងក្រែឯងក៏ឃើញដែរហីគាត់នៅលើចឹងហើយ Helena ក៏មានពីអីនិយាយដែរ Shelena ក៏បានប្រាប់ហ្វឹងឈួរបន្តទៀតទៅហ្វឹងឈួរក៏បន្តដូច្នេះអ្នកដែលទៅវាបន្ទាប់គឺខែហើយនឹងសើយ័នហើយនៅទាំងពីរត្រូវធ្វើម៉ូតសតទៅតាមរូបភាពដែលពួកយើងផ្ដល់ឲ្យនៅពេលដែលសើយ័នទទួលបានរូបភាពហ្នឹងហើយលីយ៉ាឃើញថាម៉ូតសតហ្នឹងគឺពិបាកធ្វើហើយភាគច្រើនគេដាក់វាសម្រាប់តែ level senior ឯងនៅពេលដែលហ្វឹងឈួរឃើញហើយគេក៏ឆ្ងល់ថាហេតុអីបានជាឈីលៀនធ្វើអញ្ចឹងដល់សើយ័នយើងហ្វឹងឈួរក៏បានអូសដៃឈីលៀនចេញមកក្រៅហើយក៏សួរទៅតែឯងកំពុងគិតអីហ្នឹងហើយម៉ូតសតដែលឯងដាក់ឲ្យនាងហ្នឹងគឺសម្រាប់ជ្រើសរើស level senior ឯងឈីលៀនតទៅវិញទៅគេធ្វើអញ្ចឹងគឺយុត្តិធម៌សម្រាប់អ្នកទាំងអស់គ្នាហ្វឹងឈួរក៏សួរទៅចុះបើនាងធ្លាក់ឈីលៀនក៏សួរទៅវិញទៅតែឯងគិតថានាងអាចជាប់ដែរមែនហ្វឹងឈួរក៏តទៅវិញទៅប្រកាសថានាងនឹងជាប់ព្រោះឯងនាងជាមនុស្សឆ្លាតហើយប្រឹងប្រែងធ្វើការមែនតែនហើយម្យ៉ាងទៀតខ្ញុំបានឲ្យសំណួរទៅនាងមុនអញ្ចឹងប្រកាសថានាងនឹងជាប់គាត់ទៅលើចឹងហើយឈីលៀនពិតជាខឹងហ្វឹងឈួរមែនតែនហើយក៏បែរទៅនោះហើយជាអ្វីដែលគេខ្លាចហើយឯងពិតជាចិត្តល្អដែលចង់ឲ្យនាងជាប់បន្ទាប់ពីចប់ការប្រឡងនេះខ្ញុំនឹងចាត់ការតាមច្បាប់របស់ក្រុមហ៊ុនគាត់ទៅលើចឹងហើយមើលទៅមកហ្វឹងឈួរក៏យើងភ័យខ្លួនដែរតោះឥឡូវហ្នឹងយើងទៅមើលការប្រឡងរវាងខែនិងសើយ័នវិញម្ដងហើយពួកគេទាំងពីរនាក់នេះគិតថាសើយ័នយើងប្រហែលជាចាញ់ខែហើយដោយសារសើយ័នយើងធ្វើយ៉ាងយឺតចំណែកកញ្ញាលេងនេះវិញមើលទឹកមុខក៏ដឹងថាគិតអីដែរពេលនោះលីក៏និយាយថាថ្ងៃនេះគឺនាងមានដេតជាមួយនឹងមួយប្រុសរបស់នាងហើយមកសមមួយនេះចំណាយពេលយូរក្នុងការពលាវាវិញអញ្ចឹងនាងគួរធ្វើមកទៅពេលនោះហ្វឹងឈួរក៏លើដែរប៉ុន្តែគេបាននិយាយអីទេហើយក៏បានប្រាប់សើយ័នយើងថានៅសល់តែ5នាទីទៀតទេសើយ័នមើលទៅម៉ូតសតនេះដូចជាខ្វាយម្យ៉ាងហើយនាងក៏ឃើញកន្សែងរបស់អាលីហើយនាងក៏បានខ្ចីមកដាក់ម៉ូនៅលើសក់នេះបន្ថែមទៀតហើយនៅពេលដែលឈប់បង្ហាញទៅគណៈកម្មការបុគ្គលិកទាំងអស់ពិធីសរសើរនឹងពេញចិត្តម៉ូតសតរបស់អាលីមែនតើពេលនោះកញ្ញាលីក៏បានស្រែកដាក់ពួកគេឲ្យស្ងាត់តិចហើយហ្វឹងឈួរក៏សួរទៅហេតុអីបានជានាងជ្រើសរើសម៉ូតសក់បែបហ្នឹងសើយ័នក៏បាត់ទៅវិញទៅដោយសារតែនាងឮថាអាលីនឹងទៅដេកជាមួយមួយប្រុសរបស់នាងនៅឯភោជនីយដ្ឋានបែបអឺរ៉ុបហើយម្យ៉ាងទៀតក៏ដោយសាររូបរាងរបស់អាលីដែរហើយខ្ញុំគិតថាពេលដែលនាងធ្វើអញ្ចឹងទៅគឺនាងមើលទៅខ្ជូរជាងពេលនោះហ្វឹងឈួរក៏សួរហេឡែនទៅតែនាងគិតមិនដែរហេឡែនក៏ប្រាប់ទៅមានអីនាងមើលទៅក៏ល្អដែរប៉ុន្តែលើចឹងហើយសើយ័នយើងរៀងសប្បាយចិត្តតិចហើយហេឡែនក៏បន្តទៀតទៅប៉ុន្តែកំហុសរបស់សើយ័នគឺច្បាស់ហើ
ខ្ញុំគិតថានាងមិនគួរទៅប្រម៉ូទទេដោយសារតែនាងមិនធ្វើតាមវិញ្ញាសាប៉ុន្តែនៅក្នុងវិញ្ញាសាគេទាមទារផ្អែកទៅលើរបៀបនៃការគេបសល់និងការច្នៃប្រឌិតផ្ទាល់ខ្លួនតែប៉ុណ្ណោះហើយចុងក្រោយពួកយើងក៏ធ្វើម៉ូដបែបនេះទៅមើលទៅវាសមជាងហើយសាយ័នក៏សួរទៅបុគ្គលិកទាំងអស់នោះថាតើនាងធ្វើម៉ូដសអញ្ចឹងហើយលីតើសមអត់ហើយពួកគេទាំងអស់នោះក៏មើលទៅសមដែរហើយណាក៏ប្រាប់ទៅប៉ុន្តែតែនេះគឺគេផ្ដោតទៅលើ Junior Styling មិនមែនផ្ដោតទៅលើការច្នៃប្រឌិតផ្ទាល់ខ្លួនដូចតែឯងនិយាយនោះទេសាយ័នក៏តទៅវិញទៅប៉ុន្តែវិញ្ញាសាដែលឲ្យមកគឺវាហួសកម្រិតហើយហេតុអីក៏មិននិយាយផងឈីលីណាក៏និយាយទៅខ្ញុំយល់ស្របជាមួយនឹង Helen ម៉ូដសមួយនេះគឺវាមិនអាក្រក់អីហើយកំហុសរបស់នាងគឺដូច Helen និយាយអញ្ចឹងហើយបើសិនបើយើងធ្វើការប្រមូលនៅលើ system វិញនាងប្រហែលជាជាប់នៅក្នុងវគ្គនេះចំណែក K វិញគេធ្វើបានល្អជាងនាងដូច្នេះខ្ញុំសុំទោសផងនាងមិនជាប់ទេនិយាយរួចហើយឈីលីណាក៏ដើរចេញទៅពេលហ្នឹង admin ពិតជាអាណិតសាយ័នយើងខ្លាំងមែនតើសូម្បីតែ Feng Shui ក៏គេជួយបានដែរចំណែកកញ្ញាលេងនេះវិញគេពិតជាសប្បាយចិត្តដោយសារតែឃើញសាយ័នយើងមិនជាប់នៅក្នុងវគ្គនេះសាយ័នក៏មកតាមឈីលៀនហើយពេលនោះឈីលៀនក៏សួរទៅតើមានរឿងអីហើយនាងមកទីនេះចង់សុំខ្ញុំឲ្យនាងជាប់មែនសាយ័នក៏តទៅវិញទៅខ្ញុំដឹងខ្លួនឯងច្បាស់ថាខ្ញុំមកល្អជាងអ្វីដែលលោកកំពុងតែគិតទៀតហើយនេះហើយទៅលោកមានអារម្មណ៍មិនស្រួលឈីលៀនក៏សួរទៅតើនាងជឿដែរមែនសមិទ្ធផលដែលនាងខំប្រឹងក្នុងរយៈពេល1ខែគឺដោយសារតែការប្រឹងប្រែងរបស់នាងទាំងស្រុងមែនហើយហ្វឹងឈូគេរវល់ឡាគ្មានពេលមកបង្រៀននាងទេចឹងហើយតើនាងអាចចេះបានយ៉ាងម៉េចទៅសាយ័នក៏តទៅវិញទៅអញ្ចឹងលោកគិតថារូតែហ្វឹងឈូមកបង្រៀននាងទំនាងចេះមែនខ្ញុំយល់ហើយលោកពិតជាមើងងាយខ្ញុំមកដោយសារតែខ្ញុំមិនប្រកែកដូចជាចាំងសាយ័នទោះបីជាខ្ញុំសម្រេចបានលទ្ធផលតិចតួចក៏ដោយក៏លោកនៅតែគិតថាខ្ញុំកំពុងតែយកអ្វីដែលជារបស់នាងឈីលៀនលោកពិតជាចិត្តចង្អៀតខ្លាំងណាស់ឈីលៀនក៏សួរទៅនោះជាអ្វីដែលនាងមើលមកខ្ញុំមែនសាយ័នក៏និយាយទៅអញ្ចឹងឲ្យខ្ញុំមើលមកលោកបែបបើយើហើយឈីលៀនក៏បន្តទៅនៅក្នុងតែមួយនេះមិនមានតែនាងម្នាក់ឯងអញ្ចឹងវាយុត្តិធម៌សម្រាប់ទាំងអស់គ្នាហើយណាមួយខែគេធ្វើត្រូវលក្ខខណ្ឌទាំងអស់អញ្ចឹងហើយនាងត្រូវតែជាប់ហើយវាជាការសម្រេចចិត្តដោយផ្អែកតាមការយកឃើញរបស់ខ្ញុំហើយបើសិនមកនាងជាប់តើវាយុត្តិធម៌សម្រាប់ខែអត់សាយ័នក៏តទៅវិញទៅទោះបីជាលោកនិយាយបែបក៏ដោយហើយមិនបាច់មានការពេញចិត្តពីលោកទេក៏ខ្ញុំអាចធ្វើវាបានដែរសាយ័នយើងនិយាយនឹងជឿជាក់ម៉ងហើយក៏ដើរចេញទៅអញ្ចឹងសាយ័នយើងគឺមានតែប៉ុណ្្នឹងឯងបើសិនអ្នកនរគ្នាចង់តាមដានបន្តកុំភ្លេច subscribe ឲ្យម្នាក់មួយណា